នេះត្រឹមជាថ្ងៃទី1ទេអ្នកនរគ្នានិយាយពីមនុស្សគឺថាមកចូលរួមច្រើនមែនទេនៅក្នុងខេត្តសៀមរាបមកដល់លេងមកជិះទូកលេងតាមកំសាន្តអីចឹងហើយឆ្នាំនេះសៀមរាបមានការប្រណាំងទូកធំទេប៉ុន្តែគេមានរៀបចំជាកម្មវិធីផ្សារទឹកនិងការជិះទូកកំសាន្តតាមដងស្ទឹងសៀមរាបចឹងហើយនិយាយពីយប់ឡើងវិញគេមានការរំជាមួយនឹងស្គរដៃអីចេះគឺថាកម្មវិធីច្រើនមែនទេអ្នកនរគ្នាហើយការពីម្សិលមិញពួកខ្ញុំក៏បានទៅដើរលេងនៅតាមដងស្ទឹងសៀមរាបដែរហើយការធ្វើដំណើរពួកខ្ញុំហ្នឹងគឺថាខ្ញុំជិះជាមួយនឹងទូកតាណាចឹងអ្នកនរគ្នាហើយអ្នកនរគ្នាមានដឹងអត់ថាដែរឥឡូវគេមានប្រម៉ូសិនពិសេសសម្រាប់បុណ្យនំទូកនេះដោយបងប្អូនគាត់តែប្រើប្រាស់ជាមួយនឹងប្រម៉ូកូដ SRN25 នឹងទទួលបានការ discount រហូតដល់ទៅ 50% ចំនួន6ដងគឺចាប់ពីថ្ងៃនេះរហូតដល់30វិច្ឆិការៀងរាល់ថ្ងៃអង្គារពុធនិងពហុហើយអ្វីដែលពិសេសទៅនោះគឺលើថាដាមានកម្មវិធីសន្សំមាសដល់ពេលបងប្អូនមកចាប់ការធ្វើដំណើរជាមួយនឹងថាដាកាន់តែច្រើននៅមានឱកាសសន្សំមាសកាន់តែច្រើនអញ្ចឹងពេលចង់តាណាតានីក៏ថាដាទៅជីគឺថាចំណេញច្រើនតែម្ដងនេះបងប្អូនពីពួកខ្ញុំអញ្ចឹងនិយាយរួមទៅគឺថាមិនចាំបាច់ជិះម៉ូតូស្ទះផ្លូវនេះស្ទះផ្លូវនោះទេនិយាយរួមទៅមកដល់កន្លែងច្រកស្ពានអញ្ចឹងឲ្យគាត់តម្លាក់ពួកខ្ញុំចុះទៅពួកខ្ញុំដើរបានមកសេរីចឹងដល់មកស្ទឹងសៀមរាបភ្លាមអ្នកនរគ្នាអើយនេះម៉ោង3ល្ងាចនិយាយរួមទៅមនុស្សមកលេងច្រើនមែនទេអ្នកនរមានអ្នកខ្លះទៅក៏ជិះទូកទៅមានអ្នកខ្លះក៏ដើរលេងទិញអីញ៉ាំតាមនឹងអញ្ចឹងនិយាយរួមទៅគឺថាសម្បូរតូបច្រើនមែនទេហើយបើនិយាយពីមនុស្សមកចូលរួមកម្មវិធីជិះទូកលេងនៅលើដងស្ទឹងហ្នឹងគឺថាច្រើនមែនទេអ្នកនរគ្នាឆ្នាំនេះគឺថាបងប្អូនមកពីខេត្តផ្សេងក៏សម្រុកមកលេងក្នុងខេត្តសៀមរាបរបស់យើងអញ្ចឹងហើយខេត្តសៀមរាបឆ្នាំនេះគឺថារៀបចំបានស្អាតមែនទេអ្នកនរដើរតាមផ្លូវសោក៏ជួបជាមួយនឹងទីងម៉ងអីទៅនិយាយរួមទៅគឺថាប្លែកមែនទេឆ្នាំនេះដើរលេងកម្មវិធីអញ្ចឹងអីកាន់តែ 20000 30000 អីហ្នឹងគឺថាហូបមកហល់ពោះអ្នកនរចំណេញចំណុចគឺថាច្រើនណាតូបមួយលក់ច្រើនមែនទេអ្នកនរគ្នាហើយបើបានទៅលេងកម្មវិធីអញ្ចឹងហើយកុំភ្លេចមកទិញសំបុត្រទូកអ្នកនរគ្នាជិះទូកលេងនៅលើដងស្ទឹងសៀមរាបហើយតម្លៃសំបុត្រហ្នឹងម្នាក់តែ$2ទេគេមានទូកមួយឲ្យយើងអាចជិះគ្នាបាន2នាក់អញ្ចឹងហើយគេមានទូកធំដែរដែលយើងអាចជិះបានគ្នាច្រើនហើយតម្លៃខុសៗគ្នាតាមនឹងអញ្ចឹងពិសេសហ្នឹងគឺថាអ្នកនរគ្នាសាកសម័យមើលនៅពេលដែលយើងជិះទូកទៅលើដងស្ទឹងសៀមរាបជាមួយនឹងការរៀបចំដេកស្អាតបែបនេះដូចយើងកំពុងទៅរស់នៅក្នុងសម័យពីមុនដែលយើងកំពុងតែចៅទូកលេងមើលទេសភាពតាមដងស្ទឹងក៏ដូចជាមើលទស្សនីយភាពផ្សេងហើយនៅលើស្ទឹងហ្នឹងគេលក់ជាមួយនឹងចំណីចំណោបែបខ្មែរមានដូចជាបង្អែមអីផ្សេងដែលយើងចៅទូកបដាយើងឃើញមានអ្នកលក់កំពុងតែចៅនៅក្បែរយើងអាចឲ្យគេឈប់ឲ្យទិញញ៉ាំអញ្ចឹងជាទស្សនីយភាពមួយដែលប្លែកភ្នែកមែនទេអ្នកទាំងអស់គ្នាមកជិះទូកលេងបែបនេះកុំភ្លេចថតរូបឲ្យបានច្រើនផងអ្នកទាំងអស់គ្នាហើយពេលដែលមេឃរៀបល្ងិតតិចទៅគឺថាពន្លឺគោមនៃគេរៀបចំហ្នឹងគឺថាចាប់ដើមភ្លឺឡើងស្អាតហ្មងហើយល្ងាចតិចហ្នឹងគឺថាគេចាប់ដើមមានលក្ខណៈរំរែកស្គរដៃអីហ្នឹងគឺថាសប្បាយពេញធឹងអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃទី1ហ្នឹងគឺថាគេមានការបាញ់កញ្ជ្រួចនៅម៉ោង7ជាងចុះនេះហើយកញ្ជ្រួចស្អាតមែនទេមនុស្សរោមឡើងពេញហ្នឹងនៅលើស្ពានចាំមើលកញ្ជ្រួចថតរូបវីដេអូផ្សេងអញ្ចឹងហើយសម្រាប់កម្មវិធីបណ្ដុំទូកនេះគឺថានៅសល់2ថ្ងៃទៀតអ្នកគ្នាហើយកុំភ្លេចមកចូលរួមឲ្យបានច្រើនផងគឺថាគេមានកម្មវិធីថ្មីជាច្រើនទៀតហើយសម្រាប់វីដេអូរបស់ admin គឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ